នេះយើងរុំខ្នើយឲ្យវាកុំឲ្យវាលងណាយើងប្រើស្គុតกระดาษបាទពីមុនយើងប្រើกระดาษរុំម៉ូទ័រតែអានេះវាលងតិចតួចទេអញ្ចឹងយើងអាចប្រើស្គុតกระดาษបានបាទយើងរុំវាតែមួយជុំអីសិនបានហើយដាក់ស្មើណារុំឲ្យស្អាតមកតែកាត់ចេញមកជឿនទៀតដាក់វាមកពេញហ្នឹងដាក់តែជឿនដាក់តែជឿនបានហើយវាដុកតិចទៅបើវាលងតិចតួចដែរហ្នឹងវាលងក្រៃដាក់2ជាន់នេះទៅបើយើងបិទអាកណ្ដាស់រុំទៅយើងត្រូវការប្រើកាយប្រើអីទៀតអញ្ចឹងណាបាទនេះស្រួលយើងវាមានជាតិស្អិតស្រាច់យើងដាក់ទ្រាប់ក្រោមអត់បានវាត្រូវការទ្រាប់គឺទ្រាប់ទាំងអស់ទ្រាប់ទាំងលើទ្រាប់ទាំងក្រោមអត់អាចទ្រាប់តែក្រោមមកទ្រាប់លើអញ្ចឹងធ្វើមិនបានស្មើនេះកាលណាទ្រាប់តែក្រោមវាដាក់មកគៀបជាមួយនឹងស្នូលនេះអញ្ចឹងវាត្រូវការទ្រាប់ទាំងមូលហើយហាមរុំលើគ្នាទាំងដែរនេះឃើញមុខគ្រូដែរបាទអញ្ចឹងយើងរុំមកខាងនេះហើយខាងនេះកាត់ចោលមកកុំឲ្យវាជន់ដល់ខាងនេះប្រយ័ត្នវាផ្អៀងបាទឃើញទេបាទអញ្ចឹងយើងសូកសិនមកបាទហើយចាំមើលហើយយើងទៅមើលខ្សែផងមិញគឺខាងខៀវនេះអញ្ចឹងវានៅខាងនេះតែយើងដាក់ខាងនោះវាពិបាករត់មកចូលក្នុងតាអញ្ចឹងសំខាន់ណាស់ការរៀបចំខ្សែអស់ហ្នឹងអានេះស៊ីនមកគេចេញមកស្រេចតែបើសិនយើងរុំថ្មីក៏អញ្ចឹងដែរត្រូវប្រយ័ត្នក្នុងការរៀបខ្សែហ្នឹងប្រយ័ត្នខ្សែអត់គ្រប់អត់អីទេក៏ដាក់ប៉ុណ្ណេះមកហាប់ណែនបាត់ដែរនេះពីមុនគីអង្គើកតែប៉ុណ្ណេះមករៀងហាប់ណែនអញ្ចឹងចាំមើលដាក់ចូលទៀតតែវិធានការអេមប៉ុណ្ណេះអញ្ចឹងកម្លៀតគេមានបន្លោះរបស់គេណាបាទនេះបន្លោះនេះហើយខ្ជុំខ្សែខ្នើយមួយទៀតចូលបន្លោះនេះមកប្រយ័ត្នវាប៉ះជាមួយនឹងrouter ប៉ះមួយ router ដាច់អស់ឡើយហើយដាក់វាចូលទៅក្រោមអស់ទៅចាប់បន្លោះធំនេះទុកដាក់ប្រអប់ខ្ជូរទុកឆ្កឹះជាងខ្ជូរឃើញទេរៀបរួចហើយខ្សែខ្នើយខ្សែខ្ជុំនេះខ្ជុំនេះបើនេះអាចត្រូវដូរផងបាទតែយើងនៅកន្លែងយើងនេះនៅសាលារៀនហ្នឹងបានដាក់មកនៅរោងបាទនៅហាងមានតែវានៅប្រើបានដែរអីទេនេះខ្សែខ្នើយហ្នឹងណាបាទឥឡូវគ្រូដកចេញត្មងទៅហើយចាំសោកទៅវិញហើយចំណាំមើលនេះខាងមុខអញ្ចឹងខៀវនៅខាងនេះឃើញទេបាទខៀវនៅខាងស្ដាំខៀវនៅឆ្វេងក្រហមនៅស្ដាំបាទដាក់វាចូលសោកវិញចាហើយចាំបវល់វាមកបាទហើយដាក់ខ្ជុំចូលមកនេះមើលអារស័រនេះហ្នឹងវារុញមកដល់ជាមួយនឹងខ្សែនេះអត់តែរុញមកដល់ខ្សែនេះអត់ច្រឡងទេដាក់ចូលផ្លុកមួយទៀតខ្ជុំខ្សែផកខៀវសូកខ្សែចូលសិនខ្សែវាមានខ្លីមានវែងចំណាំវាផងខ្លីវានៅជិតកុងតាក់អាវែងវានៅឆ្ងាយពីកុងតាក់អញ្ចឹងយើងដាក់យើងចំណាំមើលវាហើយគេធ្វើមកគេគិតគូបានដិតដល់ណាបាទទុកវែងពេកវាទើសខ្លីពេកវាអត់ដល់ឃើញទេអញ្ចឹងយើងសាកវាស់មកគឺមិញវាស់អត់ដើរទេពីនេះណាអត់តិនដាក់ខ្នើយដាក់ខ្ជុំឥឡូវយើងដាក់ខ្ជុំហើយគឺខ្សែនេះខ្សែខ្ជុំនេះយើងចង់ដឹងថាវាដិតឆ្លងមិនឆ្លងយើងវាស់មកអញ្ចឹងតែកាលណាដែលយើងវាស់ខ្សែខ្ជុំពីរនេះណានេះខ្សែខ្ជុំបាទ
តែយើងវាស់មកឃើញវាដើរអូខេអញ្ចឹងខ្សែខ្ជុំមួយគឺចម្លងទៅឲ្យរត់ទៅហើយអញ្ចឹងខ្ញុំមើលខ្សែខ្នើយតើខ្ជុំដែលចម្លងទៅឲ្យហើយតើវាចម្លងឲ្យអត់អត់ទេឃើញទេដោយសារអីដោយសារយកអត្តមកដាក់ចូលក្នុងតាក់បាទខ្សែនេះណាអត់ដាក់ចូលក្នុងតាក់វាអត់ដើរទេពីព្រោះអីវាអត់ទាន់មានភ្ជាប់ទៅឲ្យទេខ្សែខ្នើយហ្នឹងក៏វាស់ទៅអត់ដើរដែរទោះយើងដាក់ខ្ជុំណាអញ្ចឹងមិនថាករណីដែលខូចឧទាហរណ៍បើសិនជាខូចកៃខូចអីចឹងណាគឺវាស់មកគឺអត់ឆ្លងអត់ដើរដែរទោះជាមានខ្ជុំក៏ដោយបាទឃើញទេបាទវាស់ទៅអត់ដើរទេខ្សែនេះខ្សែដើមនេះខ្សែចុងរបស់វាបាទអញ្ចឹងបើសិនជាយើងវាស់បើយើងគិតថាវាខ្លាចដាច់ខ្នើយដាច់អីចឹងណាគ្រូឧទាហរណ៍ទេអញ្ចឹងយើងចាក់វាមកនេះអញ្ចឹងវាត្រូវតែដើរមកខាងនេះវាអាចពីហ្នឹងត្រូវតែមានគូវាខៀវមួយសមួយណាគូវាករណីយើងចាក់ដាច់ខ្នើយបាទករណីយើងចង់ដឹងថាដាច់ខ្នើយឬមិនដាច់ណាបាទហើយនេះខ្នើយមួយទៀតនេះបាទអញ្ចឹងដើរខ្នើយនេះនៅល្អទេតែយើងហេតុអីបានយើងវាស់អាខ្សែសពីនេះអត់ដើរហើយវាស់អាខ្សែខៀវនេះអត់ដើរដោយសារតែនេះកុងតាក់នេះខូចឬក៏យើងអត់តាមដាក់ចូលកុងតាក់ខ្ជុំមានអីមានវាស់ខ្សែខ្ជុំដើរហើយវាស់ខ្សែខ្ជុំដើរហើយតែហេតុអីវាស់នេះអត់ដើរបាទអញ្ចឹងគឺនៅលើកុងតាក់នេះមួយទៀតយើងដកវាស់ក្រៅបានបាទអូខេយើងដកវាស់ក្រៅវាស់បាននេះកុងតាក់ខ្សែកុងតាក់វានេះយើងចង់ដឹងនេះយើងខូចមួយនេះមើលជាហៀងវាស់ជាហៀងមកតែនេះវាខូចដោយសារបាក់កៃប៉ុន្តែមកកុងតាក់វាល្អបាទអញ្ចឹងយើងមើលមកនេះអត់ដែរជាហៀងហ្នឹងបិទសិនកាត់ហ្នឹងសិន